Susday បងអូនដែលជា fan មកណាទាំងអស់គ្នាជួបគ្នាជាមួយនឹង admin នៅក្នុងរឿងភេទរបស់យើងដែលជាភាគទី2ស្អីរឿងមកលេខបកក្រោយតការពីអតីតកាលនៅពេលដែលស្អីអំមុនបានបញ្ជាឲ្យកាត់ក្បាលមនុស្សរាជវង្សដែលមានសក់ពណ៌សកាត់មកខាងម្ដាយកូនទាំងពីរនាក់វិញម្ដាយកំពុងតែព្យាយាមលាបបិទបាំងសក់ឲ្យកូនស្រីក៏បានសួរហើយបានជាលាបពណ៌ខ្មៅម្ដាយក៏បានប្រាប់ថាមិនត្រូវឲ្យគេឃើញសក់ដើមកំណត់ទេទោះតែបិទបាំងជានិច្ចនៅពេលដែលម្ដាយកូនទាំងពីរកំពុងតែលេងជាមួយនឹងគ្នាពោលទាហានក៏បានសម្រុកចូលកន្លែងដែលពួកគេស្នាក់នៅម្ដាយនាំកូនស្រីចាក់ចេញហើយគាត់ក៏បានតកនៅកន្លែងមួយគាត់បានប្រាប់នាងថាមិនថាលើសម្លេងអ្វីក៏ដោយកុំចេញមកឲ្យសោះព្រោះតែគាត់បានរត់ចាក់ចេញពាក់កណ្ដាលផ្លូវទាហានក៏បានស្ទាក់វាយគាត់កូនស្រីបានត្រឹមតែអង្គុយសង្ងំបិទភ្នែកបិទត្រចៀកមិនអាចធ្វើអ្វីបានក្មេងស្រីបានអង្គុយរហូតដល់មេឃភ្លឺតែមកនាងក៏បានចាក់ចេញរកម្ដាយរបស់នាងពិតជាបានរកឃើញគាត់មែនអ្វីដែលនាងរកស្មានម្ដងនោះគឺម្ដាយរបស់នាងសោះតែក្បាលតែប៉ុណ្ណោះស្រីរឿងក៏បានកាត់មកបច្ចុប្បន្នកាលវិញនៅពេលដែលទោះស្រីបានចេញមួយទឹកនៅក្រៅរាជវាំងទោះប្រុសក៏បានឃើញទោះស្រីនាងបានរត់ចាក់ចេញលឿនឯស្រីក៏បាននិយាយថាសាររបស់នាងបានបញ្ជាក់ថានាងគឺជាមនុស្សរាជវង្សមុនទោះស្រីបានចូលបន្ទប់បិទទ្វារចាត់ទោះប្រុសក៏បានតាមមកគាត់បានគោះទ្វារនាងបានចាក់ចេញពីស្រះទឹកទៅនៅខ្លួននាងសាមនាងទៅជួបខ្លួននៅស្អាតដើម្បីកុំឲ្យផ្ដាសាយចំពោះរឿងថ្ងៃនេះខ្ញុំមិនបានឃើញអ្វីទាំងអស់និយាយហើយគាត់ក៏បានដើរចាក់ចេញទៅថ្ងៃបន្ទាប់ជីបានមកគោះទ្វារនាងថានាងមកពីដំណាក់ផ្សេងមកទីនេះដើម្បីរកមនុស្សស៊ីនបានទៅស្វាគមន៍នាងទៅស្អីក៏បាននិយាយថាមើលទៅស៊ីនហាក់ដូចជាចូលចិត្តជីវណាជីវសឹងតែមិនជឿនឹងភ្នែកឃើញទៅស្អីសំនួរពាក់មហេសីទៅស្អីក៏បានប្រាប់ខ្ញុំគឺជាមហេសីបាក់សៃពមៀសំទោសដែលខ្ញុំកុហកឯងជីវលឺហើយលុតគោរពសងតែចង់បាក់ចកេះទៅស្អីក៏បានប្រាប់ឲ្យក្រោកឡើងនាងចង់ឲ្យជីវធ្វើជាអ្នកបម្រើតខ្លួនរបស់នាងមកដល់អាសន្នសិនពេលចាក់ចេញមកដល់ការរាជវាំងទៅស្អីក៏បានប្រាប់ខ្ញុំបានទៅពិនិត្យឈ្មោះអ្នកបម្រើទាំងអស់ដែលលើកឡើងថាចង់ជ្រើសរើសអ្នកបម្រើខ្ញុំបានឃើញឈ្មោះរបស់អ្នកបម្រើហានអូជូដែលនាងមានឈ្មោះថាកូខ្យូមើលហេតុដែលនាងបានជ្រើសរើសជីវគឺដោយសារតែនាងមិនស្គាល់អ្នកបម្រើផ្សេងទៀតទេនៅពេលដែលកំពុងដើរជីវក៏បានឃើញស្ត្រីដែលជួបគ្នាកាលពីថ្ងៃមុនជីវក៏បានរត់ពន្ធពីក្រៅទោះស្រីក៏បានប្រាប់ថានាងតែបាត់ហើយជីវក៏បានចេញមកនៅពេលដែលទាំងពីរបានដើរកាត់ដល់កន្លែងមួយឃើញថាមានពួកអមាត្យច្រើនកំពុងតែស្ទាក់ចាំផ្លូវនរណាម្នាក់មិនដឹងទេជីវក៏បានសួរតើអ្នកបម្រើហានអូជូពិតជានៅកន្លែងហ្នឹងមែនអត់អាមាត្យទាំងនោះសត្វតឡាំពាត់ពួកគេហើយក៏ចង់វាប្រហារទោះស្រីក៏បានប្រាប់ការផ្លុំឲ្យមានខ្យល់នៅតែមិនអាចយកឈ្នះពួកគេដដែលពួកគេបានព្យាយាមធ្វើបាបជីវសំណាងដែលមានបរិះចម្លែកបុកម្នាក់បានចេញមកជួយអាម៉ាម្នាក់ទៀតចង់លើកកំណត់ចាប៉ុន្តែគ្នារបស់ទើប្រុសក៏បានចេញមកបុរសមានស្នាមនៅលើមុខនេះដែរក៏មានឈ្មោះថាអូនកេទើប្រុសបានមកជូនគាត់ឲ្យមកការពារទោះស្រីចំណែកបុរសដែលបានជួយជីវនឹងគាត់ក៏បានចាក់ចេញទៅបាត់ទោះស្រីក៏បានសួរជីវតែឯងមានរបស់កន្លែងណាអត់ជីវក៏បាននិយាយថាដោយសារតែនាងទោះស្រីសឹងតែមានគ្រោះថ្នាក់ទៅហើយទោះស្រីក៏បានប្រាប់ឲ្យជីវទៅដំណាក់របស់នាងវិសិនជីវនាងថានាងមិនត្រឡប់ទៅវិញទេនាងចង់នៅជាមួយនឹងទោះស្រីនៅពេលដែលនៅទាំង3បានដើរមកដល់ផ្ទះកូខ្យូបុរសដែលជាអ្នកមើលថែនាងបាននិយាយថាប្រហែលជាសំណួរដែលទោះស្រីចង់សួរមិនអាចឆ្លើយតបបានទេទោះស្រីក៏បានសួរហេតុអីនៅពេលដែលទោះស្រីបានចូលកូខ្យូនាងក៏ត្រូវបានគេកាត់អណ្ដាតបាត់ទៅហើយមិនដឹងថាកាលពីមុននាងបានជួបបញ្ហាអ្វីខ្លះទេទោះស្រីបានដកកវលហើយសើទៅកាន់នាងទៅនេះគឺជាកវលរបស់ហានអូជូមែនអត់នាងបានធ្វើសញ្ញាឲ្យទោះស្រីយកกระดาษមកឲ្យនាងដើម្បីសរសេរទោះស្រីបានបញ្ជាឲ្យអូនកេនឹងគាត់ទៅសំណាក់បរិះមកថៃនាងបានបដិសេធទោះស្រីក៏បានប្រាប់ថាខ្ញុំប្រើសិទ្ធិអំណាចជាមហេសីបាក់សៃពមៀដើម្បីនាំនាងទៅបើមានអ្នកណាចង់តវ៉ាអាចទៅសំណាក់របស់ខ្ញុំដើម្បីនិយាយជាមួយនឹងខ្ញុំបានកាត់មកដល់ពេលយប់វិញទៅប្រកបានសួរទោះស្រីតែទទួលបានដំណឹងអ្វីពីកវលឬក៏អត់ទោះស្រីក៏បានប្រាប់ថាហាក់ដូចជាកវលនេះគឺជារបស់ហានអូជូគឺជាស្នាមដែលគេបានចោទថាដាក់ថ្នាំពលស្នាមទី3ហើយបានចង់កសម្រាប់ខ្លួនឯងខ្ញុំកំពុងតែរៀបសួរអ្នកបម្រើរបស់នាងក៏ខ្ញុំបានសរសេរថាហេតុផលដែលគាត់បាត់ថាគាត់មិនចេះសរសេរគឺព្រោះតែបើសិនជាគាត់ប្រាប់គាត់នឹងត្រូវបានគេសម្លាប់ចឹងហើយបានជាគាត់បាត់តែគាត់មិនចេះគាត់បានសរសេរនៅលើกระดาษថាម្ចាស់ស្ត្រីគឺជាអ្នកសម្លាប់ស្នាមទី3ដោយសារតែនាងមានផ្ទៃពោះត្រង់ខ្លាចថានាងនៅដណ្ដើមអំណាចរបស់ទ្រង់ម្ចាស់ស្ត្រីបានឲ្យបរិះម្នាក់ទិញទឹកចិត្តអ្នកបម្រើដែលយកថ្នាំពលទៅដាក់ក្នុងហាប់របស់ហានអូជូត្រូវបានគាត់ប្រទះឃើញពួកគេបានគំរាមសម្លាប់គ្រួសាររបស់គាត់ក៏បានត្រឹមតែឈរមើលនាងស្លាប់តែប៉ុណ្ណោះនាងត្រូវបានគេរត់កោររដល់ស្លាប់នាងមិនបានសម្លាប់ខ្លួនឯងទេចឹងហើយបានជាគេចាត់ប្រកាន់ថានាងបានសម្លាប់ស្នាមទី3ចំពោះគាត់វិញគាត់ក៏មិនរួចខ្លួនដែរពួកគេបានកាត់អណ្ដាតរបស់គាត់គឺដើម្បីបិទមាត់គាត់មិនឲ្យនិយាយស្ដីទោះស្រីក៏ថាវិញ្ញាណខ្មោចនៅក្នុងកវលមួយនេះច្បាស់ជាហានអូជូហើយព្រោះវាគឺជារបស់សំខាន់តែមួយគត់ដែលនាងមានជីវក៏ថាវាគួរតែមានគូប៉ុន្តែនាងបានឲ្យទៅនរណាម្នាក់ផ្សេងទៀតទើបប្រកគាត់ចូលមកគាត់ក៏បានសួរតែមនុស្សដែលបានកាត់អណ្ដាតរបស់គាត់និងមនុស្សដែលបានសម្លាប់ហានអូជូគឺជាអ្នកណានាងបានសរសេរឈ្មោះថាកូកេនឯសាយថាគាត់ស្គាល់ថាគេគឺជាអ្នកដែលដើរតាមម្ចាស់ស្ត្រីទើបប្រកគាត់បានសួរមួយទៀតតែមនុស្សដែលបានជាប់ពាក្យជាមួយនឹងហានអូជូតើគេឈ្មោះអីអ្នកបម្រើស្រីក៏បានសរសេរឈ្មោះថាខាខូកូនៅថ្ងៃបន្ទាប់អ្នកទាំង4ក៏បានទៅតុលាការតែឲ្យទោះស្រីនឹងជាជីវស្ទាក់ស្លៀកបំពាក់ជាបរិះព្រោះតែគេមិនអនុញ្ញាតឲ្យមនុស្សស្រីចូលទេទើបប្រកក៏បានសួរទៅបរិះម្នាក់តែលោកក៏ជាខាខូកូមែនអត់ជីមកមុខរបស់គាត់ហើយក៏បានច
ចាំគាត់គឺជាមនុស្សដែលបានជួយនាងកាលពីលើកមុនប៉ុន្តែពេលនោះគាត់មិនបានស្លៀកពាក់បែបនេះទេអេសៃក៏ថាឯបានលួចចូលក្នុងរាជវាំងវាស្មើនឹងល្មើសនឹងច្បាប់គាត់ក៏បានសំទោសចំពោះមុខព្រះអង្គទើបប្រុសគាត់ក៏បានសួរតែឯបានជាប់ពាជាមួយនឹងហានអូជូត្រូវអត់គាត់ក៏បាននិយាយថាហេតុបានជាទ្រង់ដឹងទើបប្រុសក៏បានប្រាប់គាត់ដឹងដោយសារតែអ្នកបម្រើរបស់ហានអូជូគាត់ក៏បានសួរទៅអ្នកបម្រើរបស់នាងនៅទីណាគាត់ចង់ជួបនាងគាត់បានហៅឈ្មោះរបស់ហានអូជូថាគឺស៊ូស៊ុយគ្មានថ្ងៃសម្រាប់នរណាម្នាក់ឡើយអេសៃក៏បានរត់គាត់ចេញទោះស្រីក៏បានសួរតែហានអូជូនិងស៊ូស៊ុយគឺជាមនុស្សតែម្នាក់មែនអត់គាត់ក៏បានថាមែនហើយនាងគ្មានថ្ងៃសម្រាប់នរណាម្នាក់ឡើយរត់តែមិនអាចសម្រាប់ខ្លួនឯងទៀតទើបប្រុសក៏សួរថាហេតុអីបានជាឯងចូលទៅក្នុងរាជវាំងតែឯងចូលដើម្បីស្វែងរកអ្នកបម្រើស្រីនឹងមែនអត់ខែគូក៏បាននិយាយថាទ្រង់គ្មានថ្ងៃយល់ពីអារម្មណ៍មនុស្សដែលខ្លួនស្រឡាញ់ត្រូវបានបកគលឲ្យទៅព្រះអង្គទេស៊ូស៊ុយនឹងខ្ញុំបានភ្ជាប់ពាក្យតាំងពីនៅក្មេងមិនយូរប៉ុន្មាននាងក៏បានចូលទៅក្នុងរាជវាំងខ្ញុំចង់ចូលវាំងដើម្បីជួបនាងប៉ុន្តែគ្មាននរណាម្នាក់អនុញ្ញាតឲ្យខ្ញុំចូលទេហើយយប់មួយនាងបានលួចចាក់ចេញពីរាជវាំងនាងបានផ្ដល់កវិលមកខាងដល់ខ្ញុំហើយនាងបានប្រាប់ខ្ញុំថាតើតែចង់ចាំនាងក៏ភ្លេចនាងឲ្យសោះប៉ុន្តែខ្ញុំវិញសម្បីតែរបស់តែមួយគត់ដែលនាងបានឲ្យមកខ្ញុំក៏ខ្ញុំបានធ្វើឲ្យវាបាត់នៅក្នុងរាជវាំងដែរទោះស្រីក៏បានយកកវិលមកខាងហើយបកគលឲ្យគាត់តែវាជារបស់ដែលនាងឲ្យមែនអត់គូក៏បាននិយាយថាត្រូវហើយទោះស្រីក៏បានប្រាប់ថាវាមានវិញ្ញាណខ្មោចស្រីមួយបានស្ថិតនៅក្នុងកវិលមួយនេះព្រះអង្គបានស្នើសុំឲ្យនាងជួយសង្គ្រោះវិញ្ញាណរបស់នាងគូក៏សួរបើសិនព្រះអង្គបានស្នើសុំឲ្យទោះស្រីជួយចង់ទោះស្រីក៏ជាមហាសីបើស្រីពុំមានត្រូវអត់តែវាពិតជាវិញ្ញាណរបស់ស៊ូស៊ុយទោះស្រីថាត្រូវហើយនាងត្រូវបានគេចាប់ប្រកាន់ថាបានសម្លាប់មនុស្សនាងថែតែត្រូវបានគេសម្លាប់នាងដូចគ្នាប្រហែលជាដោយសារតែរឿងមួយនេះហើយទើបនាងមិនអាចចាក់ចេញទៅណាបានគូក៏បានស្នើសុំតើទោះស្រីអាចជួយឲ្យវិញ្ញាណរបស់នាងជួបជាមួយនឹងគាត់បានអត់ទោះស្រីក៏បាននិយាយថាបានប៉ុន្តែវិញ្ញាណរបស់នាងមិនល្អសាស្ត្រដូចជាមុនទេគូក៏បានថាគាត់មិនខ្វល់ទេអ្វីដែលគាត់ចង់បានគឺជួបនាងម្ដងទៀតទោះស្រីក៏បានកុហកព្រលឹមការផ្លុំវាជាមួយនឹងកវិលបហានៅខ្មោចរបស់នាងគូក៏បានព្យាយាមយកដៃទៅប៉ះនាងប៉ុន្តែគាត់មិនអាចទេទើបប្រាក៏បានបកគលកវិលខាងទៀតឲ្យទទួលស្រីក៏បានប្រាប់ថាកាលពី10ឆ្នាំមុននៅពេលដែលមេដារបស់គាត់បានស្លាប់គាត់បានជួបនាងម្ដងគាត់បានសួរនាងថាហេតុអីមកជានាងពាក់កវិលតែម្ខាងនាងបានប្រាប់គាត់ថាម្ខាងទីនាងមិនឲ្យទំនួលជាទីស្រឡាញ់របស់នាងខ្ញុំខកខ្លាំងណាស់ចំពោះនាងខ្ញុំបានសុំកវិលពីនាងបានដោះវាឲ្យខ្ញុំទឹកមកញញឹមនាងដោះឲ្យខ្ញុំមិនមែនដោយសារតែខ្ញុំជាព្រះវតាទេប៉ុន្តែនាងបានឲ្យខ្ញុំដោយសារតែខ្ញុំកំពុងតែយំពេលនោះខ្ញុំមានអារម្មណ៍ថាខ្ញុំបានធ្វើខុសខ្លាំងខ្ញុំចង់យកវាទៅឲ្យនាងវិញប៉ុន្តែវាបានហួសពេលបាត់ទៅហើយខ្ញុំតែងតែសង្ឃឹមថាថ្ងៃណាមួយខ្ញុំអាចបកគលវាឲ្យទៅនាងវិញទោះស្រីក៏បានយកកវិលមួយគូឲ្យទៅខខអពុតហេតុក៏បានកាត់ឡើងបលឹងវិញ្ញាណរបស់នាងសត្វតែប្រែខ្លាយទៅជាស្រស់ស្អាតវិញគូក៏បានដាក់ទៅចិត្តមនុស្សទីស្រឡាញ់របស់គាត់នៅតែមិនអាចប៉ះនាងបានប៉ុន្តែចំពោះនាងវិញនាងអាចប៉ះគាត់បាននាងបានធ្វើសញ្ញាថាការរក្សាសន្យាមកនាងបានចាក់ចេញទៅនាងបាននិយាយពាក្យប៉ុន្មានឃ្លាប៉ុន្តែមិនអាចស្ដាប់ឮនេះទេនិយាយហើយនាងក៏បានលាចាក់ចេញពីមនុស្សជាទីស្រឡាញ់របស់នាងត្រឹមតែមួយពុកព្រៃភ្នែកគូក៏បានអរគុណទៅពួកគេដែលបានជួយឲ្យគាត់ជួបមនុស្សជាទីស្រឡាញ់របស់គាត់ជាលើកចុងក្រោយគាត់ចង់តាមទូប្រុសចូលរាជវាំងតែទូប្រុសថាអាណាជីវិតបែបនេះហើយវាល្អជាងគូក៏បាននិយាយថាគាត់មានរឿងចង់ទូលថ្វាយព្រះអង្គនៅពេលដែលគាត់ចូលទៅក្នុងរាជវាំងគាត់បានលឺអាម៉ាតនិងស្ត្រីម្នាក់ពួកគេកំពុងតែរៀបចំគម្រោងដាក់ថ្នាំអំពុលឲ្យព្រះអង្គទោះតែក៏បានសួរតែលោកលឺវាមកពីណាគាត់ក៏បានប្រាប់ថាគាត់លឺវាមកពីបណ្ណាល័យជាវក៏បាននិយាយថានាងស្គាល់ស្រីម្នាក់នឹងនាងតែដាក់ដូរសម្បត្តិជាមួយមន្ត្រីម្នាក់ទូប្រុសក៏សួរតើអ្នកណាជាអ្នកគ្រប់គ្រងនាងជាក៏បានប្រាប់ថានាងធ្លាប់លឺនាងនិយាយពីមនុស្សស្រីម្នាក់តែធ្វើល្អដាក់នាងគេថែមទាំងធ្លាប់បានសន្យាថានឹងដំឡើងឋានៈឲ្យនាងទៀតផងនាងគេមានឈ្មោះថាស៊ីនស៊ីនាងធ្លាប់ជាអ្នកបម្រើមកចាស់ស្ត្រីនាងច្បាស់ជាបានបញ្ជូនសម្បត្តិឲ្យគ្នាច្រើនហើយទូប្រុសក៏បានចេញបញ្ជាឲ្យចាប់ពួកគេអនកាយក៏បានចាំពួកគេអេសាយក៏បាននិយាយប្រាប់ទូប្រុសពួកគេបានសារភាពហើយថាវាគឺជាកូកេនក៏បានសារភាពថាវាគឺជាម្ចាស់ស្ត្រីដែលបានបញ្ជាឲ្យសម្លាប់មហាសេទី3និងហានអូជូនេះជាថ្នាំពោលដែលនាងបានលាក់វាដូចគ្នាទៅថ្នាំពោលដែលដាក់ឲ្យមេដារបស់ទ្រង់ដែរនេះជាផតាំងដែលម្ចាស់ស្ត្រីមិនអាចប្រកែកបានថ្ងៃកាត់តូក៏បានមកដល់ទូប្រុសក៏បានសួរតើមានពាក្យអីចង់និយាយជាលើចុងក្រោយអត់ម្ចាស់ស្ត្រីគាត់តែនិយាយថាថ្ងៃដែលមេដាឯងរំគួរឲ្យអស់សំណើចខ្លាំងណាស់ទូប្រុសក៏បានលើកឡើងគ្រប់ឃាតកម្មដែលម្ចាស់ស្ត្រីធ្វើគឺមិនអាចអត់ទោសឲ្យបានទេការប្រហារជីវិតក៏បានប្រព្រឹត្តទៅដោយរលូននៅពេលយប់ក្នុងសំណាក់របស់ទូស្រីទូប្រុសនិងអេសាយបានមកលេងអេសាយក៏មានបញ្ហាជាមួយនឹងអាបាសីនឹងរហូតទូប្រុសគាត់មកលើកនេះគាត់យករង្វាន់មកឲ្យទូស្រីក៏បានបដិសេធថានាងមិនចង់បានរង្វាន់អីទេទូប្រុសក៏បានបោះថង់មួយឲ្យអានឹងថាវាគឺជាស្ករក្តៅឬមកក៏ផ្លែឈើស្ងួតទូស្រីក៏បាននិយាយថាអានឹងរបស់ក្មេងនឹងប៉ុន្តែក៏ដាក់ជុំមាត់បានទូប្រុសក៏ថានៅក្នុងបន្ទប់របស់ទូស្រីមានក្លិនទូខ្លាំងណាស់ថាវាដើម្បីបិទបាំងថ្នាំសក់មែនអត្តសញ្ញាណរបស់ទូស្រីគ្មានប្រយោជន៍អីសម្រាប់គាត់ទេគាត់គ្មានរឿងអីតែសម្រាប់មនុស្សដែលគ្មានកំហុសឡើយជីតានិងបិតារបស់គាត់បានសម្លាប់គ្រួសាររបស់ទូស្រីតែទូស្រីមិនខឹងហើយចង់សម្លាប់គាត់ទេអីទូស្រីថាមនុស្សដែលខ្ញុំអន់ចិត្តខ្លាំងជាងគេគឺជាខ្លួនឯងព្រោះខ្ញុំបានទុកឲ្យម្ដាយ
របស់ខ្ញុំស្លាប់ទើបប្រក៏បានប្រកល់បតង់ត្រីមួយហើយគាត់បាននិយាយថាវាគឺជាសញ្ញានៃការសន្យាទោះស្រីក៏បានសួរតែវាគឺជាសន្យាអីទើបប្រក៏បានប្រាប់ថាវាគឺជាការសន្យាតែគាត់នៅមិនសម្លាប់នាងទេខ្ញុំក៏មិនខកពីនាងដែរខ្ញុំបានទុកឲ្យម្ដាយរបស់ខ្ញុំស្លាប់ម្ដាយរបស់ខ្ញុំស៊ូទ្រាំទុកលំបាកនឹងការប្រមាថជាច្រើនដើម្បីការពារខ្ញុំក្រោយមកម្ដាយខ្ញុំស្លាប់អ្វីដែលនៅសេសសល់គឺមានតែការសោកស្ដាយចំពោះមនុស្សដែលបានស្លាប់ប៉ុណ្ណោះខ្ញុំបានសម្លាប់មនុស្សដែលធ្វើឲ្យម្ដាយខ្ញុំស្លាប់ហើយខ្ញុំមានអារម្មណ៍ថាធូរស្បើយទើបប្រុសស្រាប់តែសួរទូស្រីថាចង់ខ្លាចជាមហាស័យរបស់គាត់អត់ទូស្រីគ្នាឡើងកាំងតែទ្រង់កំពុងតែយល់សប្តិមែនអត់ទើបប្រុសគាត់ថាប្រហែលជាមកពីគាត់ធ្វើការហត់ពេកហើយមិនបានគេងគ្រប់គ្រាន់ទូស្រីក៏បានប្រាប់ឲ្យខ្ញុំនិយាយប៉ុន្តែទើបប្រុសបើជាថាទូស្រីចង់ឲ្យគាត់ដេកនិយាយទៅវិញទូស្រីថាខ្ញុំមិនអាចទ្រាំបានទេឆាប់ត្រឡប់ទៅវិញទៅទើបប្រុសក៏បានយកដៃស្ទាបមុខរបស់ទូស្រីហើយគាត់បាននិយាយថានៅពេលដែលគាត់ឃើញទូស្រីនៅស្រះទឹកគាត់ក៏ថាគាត់បានឃើញទេពធីតាទើបប្រុសចាស់តែអង្គលមកមុខរហូតទូស្រីបានថាទើបប្រុសចង់ថានាងក៏បានប្រភ្នែកប៉ុន្តែមានទេទើបប្រុសក៏ដាក់ខ្លួនគេងសោះទូស្រីក៏បានដាក់ឲ្យគាត់ភ្ញាក់តែគាត់មិនភ្ញាក់ទេទូស្រីឃើញថាទើបប្រុសកើតអស់កម្លាំងខ្លាំងនាងបានជួយឲ្យគាត់គេងលក់នាងបានបាយសតបការនៅលើខ្លួនរបស់គាត់ហើយបានប្រាប់ថាសម្រាប់តែយប់នេះទេខ្ញុំនឹងផ្ដល់ក្តីសុបិនដល់រីករាយមកដល់ទ្រង់សាច់រឿងភាគទី2របស់យើងក៏ត្រូវបានកាត់ចប់ទៅត្រឹមនេះឲ្យមានសំទោសផងបើសិនបើរឿងរបស់ admin ចេញមិនដែរទៀងទាត់ពេលអ្នកទាំងអស់គ្នាស្ដាប់ឮសំឡេងរបស់ admin ក៏ដឹងដែរថាហេតុអី admin ស៊ីរកកន្លែងណាស្ងាត់ស្ងាត់ដើម្បីសម្រាប់ឲ្យអ្នកទាំងអស់គ្នាកន្លែងណាក៏ admin សម្រាប់ដែរសូម្បីតែយប់ឡាមូខំក៏ admin នៅតែជួយសម្រាប់អ្នកទាំងអស់គ្នាដែរដែលចឹងរបស់ admin គឺសោកអស់ហើយ admin ធ្វើបានតែប៉ុណ្្នឹងទេណាជួបគ្នាម្ដងទៀតនៅវីដេអូក្រោយបាយបាយ